ខ្ញុំបាទសូមលំអរកាយគោរពសម្ដេចទ្រង់អាយដាមលោកជំទាវលោកអង្ញាលោកស្រីអ្នកនាងកញ្ញាប្រិមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍លោកអ្នកនាងមកកាន់កម្មវិធីព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះនៅក្នុងរាត្រីថ្ងៃពុធ3រោចបាទខែពិសាខបាទឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី14ខែឧសភាឆ្នាំ2025ជាព្រឹត្តិពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបាទពីកម្មវិធីនៅតែផ្ដល់ជូនលោកអ្នកនៅព័ត៌មានជាតិសំខាន់ច្រើននៅក្នុងរាត្រីនេះហើយនៅtrongកម្មវិធីនឹងផ្ដល់ជូនបន្ថែមទៀតទាក់ទិនទៅនឹងព្រឹត្តិការណ៍ព័ត៌មានអន្តរជាតិសំខាន់ដែលមានហេតុការណ៍កើតឡើងនៅក្នុងតំបន់អាស៊ាននិងពិភពលោកមកជម្រាបជូនលោកអ្នកទស្សនិកជនជាទីគោរពឥឡូវនេះយើងផ្ដើមនៅព័ត៌មានជាតិសំខាន់ជាដំបូងតែម្ដងដូច្នេះសូមអញ្ជើញលោកអ្នកតាមដានទស្សនាដែលមានជាបន្តបន្ទាប់ដូចតទៅភូមិវប្បធម៌ខ្មែររូបសំណាកកែច្នៃឡើងវិញនិងពិព័រណ៍តម្បាញគេដំណើរខ្មែរនៅ Nagawal ជាផ្នែកមួយនៃការអបអរសាទរខួប30ឆ្នាំរបស់ខ្លួន Nagawal បានរៀបចំទីតាំងរបស់ខ្លួនធ្វើជាភូមិវប្បធម៌ខ្មែរដែលបង្ហាញពីវប្បធម៌ប្រពៃណីនិងរបៀបរស់នៅបែបខ្មែរដោយមានលក់ម្ហូបខ្មែរផលិតផលសិប្បកម្មខ្មែរនិងការសម្ដែងរបាំបុរាណក្នុងបរិយាកាសដ៏មនោរម្យភូមិវប្បធម៌ខ្មែរដំណើរការរៀងរាល់ថ្ងៃពីថ្ងៃទី1រហូតដល់ថ្ងៃទី31ខែឧសភាឆ្នាំ2025ពីម៉ោង11ព្រឹកដល់ម៉ោង9យប់នៅទីតាំងចំនួន2គឺបានីឋាន The វិមាននៅ Nagawal ទី1និងភោជនីយដ្ឋាន Food Pavilion នៅ Nagawal ទី2ដែលផ្ដល់បទពិសោធន៍ដល់សាធារណជននិងភ្ញៀវទេសចរទូទៅចូលទស្សនាសម័យកាលចំនួន2គឺ Naga សម័យចតុមុខនិង Naga សម័យលង្វែកពុកម៉ែបងប្អូនទាំងអស់ក៏អាចកំងនឹងពិសាម្ហូបអាហាររសជាតិដើមបែបខ្មែរដ៏មានឱជារសជាច្រើនមុខផងដែរជាមួយនឹងតម្លៃត្រឹមតែ 12,000 រៀលតែប៉ុណ្ណោះរបៀបធ្វើស្ករទាញរូបសិល្បៈនិងរបៀបរៀបចំផ្កាបែបបុរាណក៏មានផ្ដល់ជូននៅក្នុងភូមិវប្បធម៌ខ្មែរសម្រាប់ពុកម៉ែបងប្អូនបានឆ្វេងយល់ផងដែរលើពីម្ហូបភូមិវប្បធម៌ខ្មែរក៏បានជួយលើកកម្ពស់ផលិតផលសិប្បកម្មខ្មែរដោយមានស្តង់ជាច្រើនដូចជា Zero Center Donkoបង្ហាញពីផលិតផលក្នុងស្រុកដែលជួយសម្អាតដល់បរិស្ថានដូចជាសាប៊ូប្រេងនិងគ្រឿងផ្សំដែលផលិតពីធម្មជាតិ Zero ស្អាតទីគឺជាម៉ាកទឹកអប់និងទៀនក្រអូបក្នុងស្រុក Zero The Vivertel ជាផលិតផលក្រណាត់វេយនភ័ណ្ឌដែលត្បាញធ្វើជាក្រមាកន្សែងមួកកាបូបសាច់ក្រណាត់កន្ត្រកនិងផលិតផលជាច្រើនទៀតដែលជួយដល់បរិស្ថាននិងអភិរក្សតម្បាញរបស់ខ្មែរការសម្ដែងរបាំបុរាណមានផ្ដល់ជូនសម្រាប់ពុកម៉ែទស្សនាកម្សាន្តនៅភោជនីយដ្ឋាន Food Pavilion ដែលជួយលើកតម្កើងភ្លេងនិងរបាំប្រពៃណីរបស់ខ្មែរផងដែរបន្ថែមទៅលើភូមិវប្បធម៌ខ្មែរ Nagawal ក៏មានដាក់តាំងបង្ហាញរូបសំណាកកែច្នៃឡើងវិញដែលច្នៃពីសំណល់ជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានដោយសិល្បករសិល្បករនីខ្មែរល្បីៗរូបសំណាកកែច្នៃឡើងវិញដ៏ស្រស់ស្អាតនិងពោពេញដោយភាពច្នៃប្រឌិតខ្ពស់ទាំងនេះត្រូវបានដាក់តាំងបង្ហាញនៅកន្លែងទទួលភ្ញៀវនៅ Nagawal ទី1និង Nagawal ទី2ដែលរូបសំណាកទាំងនេះត្រូវបានច្នៃពីសម្បកកង់ម៉ូតូសម្បកកង់រថយន្តចាស់សំដលដែកពីកង់ម៉ូតូក្រដាស់ឡាំងដែលរូបសំណាកនីមួយបង្ហាញពីសិល្បៈកេរដំណែលវប្បធម៌ខ្មែរនិងការយល់ដឹងអំពីបរិស្ថានពាក់ព័ន្ធនឹងពិព័រណ៍តម្បាញគេដំណើរខ្មែរមានអ្នករចនាម៉ូដខ្មែរចំនួន7នាក់កំពុងតាំងបង្ហាញសម្លៀកបំពាក់ដែលច្នៃពីកំទេចក្រណាត់ដែលប្រមូលបានពីជាងកាត់ដេរក្នុងស្រុកដោយសហការជាមួយ Remade in Cambodia ពិព័រណ៍តម្បាញគេដំណើរខ្មែរមានតាំងបង្ហាញឈុតសម្លៀកបំពាក់ចំនួន15ដែលបង្ហាញពីភាពច្នៃប្រឌិតរបស់អ្នករចនាម៉ូដខ្មែរដែលបានប្រែក្លាយកំទេចក្រណាត់ច្នៃធ្វើជាសម្លៀកបំពាក់ថ្មីបែបសហសម័យដ៏ទាក់ទាញតាមរយៈការបង្ហាញភូមិវប្បធម៌ខ្មែររូបសំណាកកែច្នៃឡើងវិញនិងពិព័រណ៍តម្បាញគេ Nagawal បានដើរតួនាទីជាអ្នកគាំទ្រដ៏សកម្មមួយដែលជួយអភិរក្សគេដំណើរខ្មែរនិងកិច្ចខិតខំការពារបរិស្ថានក្នុងប្រទេសកម្ពុជាសូមអញ្ជើញពុកម៉ែបងប្អូនទាំងអស់នាំក្រុមគ្រួសារនិងមិត្តភ័ក្តិទៅកម្សាន្តនៅភូមិវប្បធម៌ខ្មែរនិងសាទរដល់ភាពច្នៃប្រឌិតរបស់សិល្បករសិល្បករនីរបស់ខ្មែរពេញមួយខែឧសភានៅ Nagawalសម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.nagawal.com
ឬតាមដានបណ្ដាញសង្គមរបស់ Nagavel ជាមួយនឹងពាក្យទ្រង់ជ្រូក Nagavel 30